Hello សួស្តីអ្នកទាំងអស់គ្នាឥឡូវគម្រោងពួកខ្ញុំបានជោគជ័យហើយឥឡូវសើបិនខ្លាចជាការពិតហើយពួកខ្ញុំឆ្លងកាត់រឿងជាច្រើនមកហើយតម្រុំដល់ថ្ងៃនេះពេលវេលាកន្លងផុតទៅពួកយើងបានធ្វើរឿងជាច្រើនហើយក៏បានជួបប្រសាជាច្រើនដែរឥឡូវទុកជាកាដូនៃការដកពិសោធន៍អញ្ចឹងនៅចាំឲ្យទៀតបងប្អូនទាំងអស់គ្នាកុំភ្លេចណាតាមដានទស្សនាវគ្គក្រោយទាំងអស់គ្នាបាយ